ស្ពីកតាបចេញពីខេត្តឡើងមករាជធានីមានលុយ100000ក្នុងកប៉ៅសុភ័ក្រសម្ពូតាក់ស៊ីសន្យានឹងប៉ាម៉ាក់ថាកូននឹងទៅឲ្យដល់ទីទួងបីលំបាយយ៉ាងណាកូនត្រូវតែរៀនយកជ័យលាភីជីវិតគឺជាការតស៊ូដេញតាមមហិច្ឆតាដែលរូបខ្ញុំបានគូទួងអត់ទួឃ្លានក៏មិនហ៊ាននឹងរអ៊ូនិងហើយជីវិតនិស្សិតមកពីខេត្តដែលត្រូវឌូនៅទីនេះដូចជាកំព្រាធ្លាប់តែវល់ជប់ពួកយើងហូបបាយជុំគ្នាមានគ្រួសារនៅចិត្តប៉ុន្តែពេលនេះដូចជារងាឮតែសំឡេងរំខានបាត់អស់សំឡេងមន្ទាខ្ញុំងើយក្បាលមើលនេកស្រែកសួរទៅទេវតាសូមឲ្យរូបខ្ញុំបានឆ្លងផុតនៅរាល់បញ្ហារៀនមិនដាធ្វើការមិនដាដើម្បីយកលុយទៅបងសាលាមិនសូវហ៊ានហូបឆ្ងាញ់ព្រោះខ្លាចចាញ់ប្រេងវាសនាអ្នកមិនធ្លាប់លំបាកគឺអ្នកមិនដឹងទេចូលមកទីក្រុងមានពណ៌ខុសពីគេពេលខ្លះចង់ថយក្រោយគឺធ្វើមិនបានទេអូយអ្នកត្រូវរៀនឲ្យខ្ពស់យកគេឈ្មោះគ្រួសារនេះគឺជារឿងពិនដែលខ្ញុំមិនកត់ត្រាដេញចាប់ប្តីស្រមៃដែលយើងធ្លាប់ប្រាថ្នាអូមកដល់ទីក្រុងម៉ែផ្ដាំគំលងនឹងភ្លើងពណ៌កូនត្រូវតែចាំបណ្ដាំដែលពុកម៉ែបានផ្ដល់ឲ្យកូនខិតខំប្រឹងប្រែងទោះបីជាពេលនេះមិនសល់បើជ្រួលជាដៅឲ្យដិតបើជ្រួលជាទៅឲ្យដល់កូនត្រូវគិតមុនគូកុំរអ៊ូមុនធ្វើកុំហ៊ានពេកកុំខ្លាចពេកហ៊ានសម្រេចកុំស្ទាក់ស្ទើរជាអត់ធ្មត់អត់ធន់រាប់អានមនុស្សត្រូវតែមើលអ្នកខ្លាំងនាំយើងល្អអ្នកខ្លះទៀតបោកយើងប្រើអាយុ18ខ្ញុំហ៊ានឈានជើងមកក្រៅប៉ុន្តែខ្ញុំមិនភ្លើតភ្លើននៅចាំពាក្យម៉ែប្រដៅម៉ែថាកុំធ្វើអីមិនល្អនាំមកសៅកុំរពឹសខុសរបៀបឲ្យកុំយកឈើមករករំបើខ្ញុំប្រៀបដូចជាបាសីដែលហោះហើយចេញពីទំនំចេញមកប្រមាញ់នឹងចាប់ចំណៃចេញមកប្រឡូកនៅក្នុងសង្គមមកស្គាល់រសជាតិជីវិតឃ្លីគ្រួសារមិនបានជួបជុំពេលខ្លះក៏ខ្ញុំសប្បាយចិត្តហើយពេលខ្លះក៏ខ្ញុំមកអង្គុយយំកាលពីខ្ញុំនៅតូចខ្ញុំធ្លាប់គិតថាធំឡើងសប្បាយតែអ្វីដែលខ្ញុំបានគិតគឺវាមិនដូចជាការបិទឡាយរងរសម្ពាធសំថាវាធ្វើឲ្យខ្ញុំចង់ដែរឃើញញញឹមតែនៅខាងក្រៅតែនៅខាងក្នុងកំពុងតែ cry ពេលខ្លះរៀងអូលើផ្លូវនេះគឺវាមិនងាយស្រួលព្រោះជីវិតបង្កើតនៅទំនួលបើនៅចង់ឈ្នះគឺត្រូវតែហ៊ានដួលតែពេលនេះមកនេះកូនកំពុងតែប្រឹងប្រែងកូននឹកស្រែនឹកស្រង់នៅពុកម៉ាក់ធ្លាប់ប្រឡែងចូលមកដល់ដីថ្មីកំពុងតែសង់វាតាឯងទូជួបភ្ជុំជួបភ្លៀងក៏ចិត្តនេះមិនខ្លាចក្រែងតែចិត្តនៅតែចំបែងព្រោះតែមាត់គេនិយាយឲ្យខំរៀនដល់ណាក៏វានៅតែគ្មានន័យតែពេលនេះឃើញផ្លែផ្កាកំពុងតែរីកលូតលាស់ថ្មីសម្លឹងឃើញអាណាគុណឈ្មោះទៅរកភាពជោគជ័យ